បាទជំរាបសួរបងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបជាមួយនឹងខ្ញុំបាទម្ដងទៀតជាមួយនឹងការនិទានសាច់រឿងប្រយុទ្ធទៅកាន់មេឃាភាគ 209B ដែលជាភាគបន្តហើយដូចគ្នាដែរមុននឹងចូលទៅកាន់សាច់រឿងសូមបងប្អូនកុំភ្លេចជួយចុច like subscribe ក៏ដូចជាចូល comment លេខម្នាក់មួយផងហើយសម្រាប់បងប្អូនដែលមានទឹកចិត្តក៏អាចប៉ាកាហ្វេ admin បានផងដែរបាទហើយដូចគ្នាដែរសម្រាប់បងប្អូនដែលមានបញ្ហាសុខភាពមាត់ធ្មេញបងប្អូនអាចអញ្ជើញទៅត្រួតពិនិត្យព្យាបាលនៅឯពេទ្យធ្មេញខ្មែរធីបានដែលនៅទីនោះក៏ទទួលព្យាបាលធ្មេញដាក់ធ្មេញពុតធ្មេញដាំបង្គោលធ្មេញហើយនិងសេវាកម្មជាច្រើនផ្សេងទៀតអញ្ចឹងបើសិនជាបងប្អូនមានបញ្ហាសុខភាពមាត់ធ្មេញសូមកុំភ្លេចពេទ្យធ្មេញខ្មែរធីបានអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់សាច់រឿងរបស់យើងជាបន្តតែម្ដងចាប់ផ្ដើមឡើងនៅសាច់រឿងរាងកាយរបស់ពួកអ្នកខ្លាំងនៃគ្រួសារត្រកូលយ៉ៅគឺបានបញ្ចេញនៅពន្លឺដ៏ភ្លឺចិញ្ចាចក្នុងគណៈពេលដែលកម្លាំងធាតុដែលមាននៅក្នុងខ្លួនរបស់ពួកគេគឺបានប្រែទៅជាពុះកញ្ជ្រោលយ៉ាងខ្លាំងមើលទៅពួកគេគឺពិតជាមានបំណងចង់បំផ្ទុះនៅរាងកាយរបស់ពួកគេពិតមែនផ្ទៃមុខរបស់ហ៊ុនហ៊ូស៊ឺគឺបានប្រែទៅជាស្រអាប់នៅពេលដែលគេបានមើលឃើញនៅរូបភាពដូចនេះយ៉ាងណាមិញប្រសិនបើពួកមនុស្សទាំងអស់នោះពិតជាបានបំផ្ទុះនៅរាងកាយរបស់ពួកគេពិតមែនបាទទោះបីជាពិភពនៃគ្រួសារត្រកូលយ៉ៅមួយនេះត្រូវបានបិទជិតដោយអណ្ដាប់ភ្លើងលេបត្របាក់ហើយក៏ដោយក៏វានឹងត្រូវបានរហែកវិញផងដែរក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអណ្ដាប់ភ្លើងលេបត្របាក់គឺបានប្រែក្លាយទៅជាសត្វបិសាចលេបត្របាក់ព្រលឹងដែលមានចំនួនច្រើនរាប់មិនអស់រួចទៅហើយដូច្នេះហើយវាគឺពិតជាមិនអាចទៅរួចនោះទេក្នុងការដែលពួកគេចង់បញ្ឈប់នៅសមាជិកគ្រួសារត្រកូលយ៉ៅទាំងអស់នោះមិនឲ្យបំផ្ទុះនៅរាងកាយរបស់ពួកគេវាមិនមែនជារឿងដែលងាយស្រួលនោះទេក្នុងការដែលចង់រត់គេចខ្លួនចេញពីក្រញាំដៃរបស់គ្រួសារត្រកូលហ៊ុនរបស់ពួកយើងនោះកៅភ្នែករបស់ហ៊ុនហ៊ូស៊ឺគឺបានប្រែទៅជាត្រជាក់ដូចជាទឹកកកក្នុងគណៈពេលដែលគេបានដកយកនៅរមូលដែលបានឆាបឆេះឡើងដោយអណ្ដាតភ្លើងពណ៌ខ្មៅមួយក្នុងគណៈពេលដែលមានធម្មពលអវកាសបានសាយភាយចេញមកពីវាទៀតផងហើយបន្ទាប់ពីគេបានដកយកនៅរមូលមួយនឹងចេញមកពីចិញ្ចៀនរបស់គេហើយគេក៏បានចាប់ហែកវាយ៉ាងកាចសាហាវក្នុងគណៈពេលដែលមានធម្មពលអវកាសបានសាយភាយហើយក៏បានបង្កើតទៅជាខ្លោងទ្វារអណ្ដាតភ្លើងពណ៌ខ្មៅមួយនៅចំពោះមុខគេក្រោយពេលដែលខ្លោងទ្វារអណ្ដាតភ្លើងពណ៌ខ្មៅបានបង្ហាញខ្លួនឡើងហើយនោះស្រាប់តែមានរាងកាយជាច្រើនក៏បានសម្រុកចេញមកពីវាក្នុងគណៈពេលដែលពួកគេបានមកបង្ហាញខ្លួនឡើងនៅទីកន្លែងដែលកំពុងតែមានភាពច្របូកច្របល់យ៉ាងខ្លាំងនោះមិននឹកស្មានថាឯងបែរជាបានធ្លាក់ចូលមកក្នុងស្ថានភាពបែបនេះសោះនៅពេលដែលបានជួបពួកយើងបែបនេះមានចំហាយនៃធម្មពលដមហិមាគឺបានបោកបក់ហើយនឹងបានសាយភាយនៅពីពេញផ្ទៃមេឃក្រោយពេលដែលរាងកាយពណ៌ខ្មៅជាច្រើនបានសម្រុកចេញមកពីច្រកទ្វារភ្លើងឥទ្ធិពលដ៏គួរឲ្យភ័យខ្លាចបែបនោះគឺពិតជាបានធ្វើឲ្យពួកមនុស្សដែលស្ថិតនៅក្នុងគ្រោះថ្នាក់រួចទៅហើយគឺបានប្រែទៅជាមានភាពអស់សង្ឃឹមខ្លាំងជាងមុនទៅទៀតតើនៅទីបំផុតពួកអ្នកខ្លាំងរបស់គ្រួសារត្រកូលហ៊ុនគឺព្រមបង្ហាញខ្លួនឡើងហើយតើមែនទេសកម្មភាពដែលបានកើតមានឡើងនៅខាងលើមេឃក៏ត្រូវបានមើលឃើញដោយយ៉ាវតាន់ផងដែរគេបានប្រញាប់ងើយមុខរបស់គេឡើងក្នុងគណៈពេលដែលគេបានសម្លឹងមើលទៅកាន់មេក្រុមនៃរាងកាយពណ៌ខ្មៅទាំងអស់នោះនៅទីនោះគឺមានរាងកាយរបស់បុរសវ័យចំណាស់ចំនួន2នាក់ដែលកំពុងតែបានបង្ហាញចេញនៅស្នាមញញឹមមួយមកកាន់យ៉ាវតាន់ស្នាមញញឹមមួយនោះគឺវាមានបង្កប់ទៅដោយភាពត្រជាក់ដូចជាទឹកកកហ៊ុនយិនហ៊ុនជីងបីសាច់បរិសុទ្ធរបស់គ្រួសារត្រកូលហ៊ុនមិននឹកស្មានថាពួកគេ2នាក់នៅក្នុងចំណោម4នាក់គឺបានមកបង្ហាញខ្លួននៅទីនេះសោះគ្រួសារត្រកូលហ៊ុនគឺពិតជាបានផ្ដោតតម្លៃមកកាន់គ្រួសារត្រកូលយ៉ៅរបស់ពួកយើងពេកហើយក្រោយពេលដែលបានស្ដាប់លើដូច្នេះហើយប្រតិចាម្នាក់នៅក្នុងចំណោម2នាក់ដែលជាអ្នកដឹកនាំនៅរាងកាយពណ៌ខ្មៅដែលមានចំនួនជាច្រើនដែលនៅខាងលើមេឃនោះក៏បានឆ្លើយតបមកកាន់យ៉ាវតាន់វិញថាយ៉ាវតាន់ជំនាញនៅក្នុងការចម្រាញ់ឱសថនៃគ្រួសារត្រកូលយ៉ៅរបស់ពួកឯងគឺនៅមានផលប្រយោជន៍សម្រាប់គ្រួសារត្រកូលហ៊ុនរបស់យើងហើយដូច្នេះហើយប្រសិនបើឯងយល់ព្រមឲ្យគ្រួសារត្រកូលយ៉ៅស្ថិតនៅក្រោមការគ្រប់គ្រងនៃគ្រួសារត្រកូលហ៊ុននោះពួកយើងអាចនឹងថែរក្សានៅខ្សែលោហិតចុងក្រោយនៃគ្រួសារត្រកូលយ៉ៅរបស់ពួកឯងបានខ្លះបាទទោះបីជាគ្រួសារត្រកូលយ៉ៅរបស់យើងត្រូវលះបង់ជីវិតរហូតដល់ដំណក់ឈាមចុងក្រោយក៏ដោយក៏ពួកយើងមិនសុខចិត្តរស់នៅក្រោមការជន់ឈ្លីនៃគ្រួសារត្រកូលហ៊ុនរបស់ពួកឯងដែរយ៉ាតាន់បាននិយាយចេញទៅជាមួយនឹងពាក្យសម្ដីធ្ងន់ៗយ៉ាងណាមិញក្នុងនាមជាសមាជិកនៃគ្រួសារត្រកូលយ៉ៅពួកគេគឺមានមោទនភាពរបស់ខ្លួនឯងហើយដូច្នេះហើយគ្មាននរណាម្នាក់យល់ព្រមរស់នៅក្រោមការគ្រប់គ្រងរបស់អ្នកដទៃនោះទេបើអញ្ចឹងទៅហើយយើងមានតែត្រូវសម្លាប់ពួកឯងចោលទាំងអស់ហើយព្រឹទ្ធាចារ្យម្នាក់នោះគឺមិនបានភ្ញាក់ផ្អើលទៅនឹងការឆ្លើយតបរបស់យ៉ាវតាន់នោះទេគេបានបញ្ចេញស្នាមញញឹមបន្តិចមុនពេលដែលគេបានក្រវាសដៃឡើងបន្ទាប់មកគេក៏បាននិយាយបន្តទៀតថាកុំទុកនរណាម្នាក់ឲ្យនៅមានជីវិតឲ្យសោះទទួលបញ្ជាជើងខ្លាំងរបស់គ្រួសារត្រកូលហ៊ុនដែលមានចំនួនយ៉ាងច្រើនដែលស្ថិតនៅខាងក្រៅខ្នងរបស់បុរសវ័យចំណាស់ទាំងពីរនាក់នោះគឺបានបង្ហាញចេញនៅផ្ទៃមុខកាយសាហាវក្រោយពេលដែលពួកគេបានស្ដាប់ឮនៅការបញ្ជាមួយនេះពួកគេគឺបានបញ្ចេញនៅសំណើចយ៉ាងខូខើក្នុងគណៈពេលដែលមានធម្មពលកម្លាំងធាតុបានសាយភាយទៅកាន់គ្រប់ទិសដៅទាំងអស់បន្ទាប់មកពួកគេក៏បានសម្រុកធ្វើការវាយប្រហារទៅកាន់សមាជិកនៃគ្រួសារត្រកូលយ៉ៅដែលកំពុងតែព្យាយាមបំផ្ទុះនៅរាងកាយរបស់ពួកគេនោះក្រោយពេលដែលបានមើលឃើញនៅការវាយប្រហារដ៏កាចសាហាវរបស់សមាជិកនៃគ្រួសារត្រកូលហ៊ុនដែលកំពុងតែសម្រុកចូលមកដូចនេះពន្លឺដ៏ភ្លឺដែលមាននៅលើរាងកាយរបស់សមាជិកនៃគ្រួសារត្រកូលយ៉ៅក៏កាន់តែភ្លឺជាងមុនទៅទៀតភ្លាមនោះស្រាប់តែមានការប្រែប្រួលនៅធម្មពលដ៏គួរឲ្យភ័យខ្លាចមួយក៏បានផ្ទុះឡើងនៅខាងលើអាកាសក្នុងគណៈពេលដែលវាបានបង្ខំឲ្យពួកអ្នកខ្លាំងនៃគ្រួសារ
សារត្រកូលហ៊ុនដែលកំពុងតែវាយប្រហារចូលមកនោះត្រូវខ្ជាក់ចេញនៅឈាមស្រស់ចេញមកពីមាត់របស់ពួកគេមុនពេលដែលពួកគេត្រូវបង្ខំឲ្យគ្នាថយទៅខាងក្រោយយ៉ាងលឿនជាទីបំផុតប៉ាំងក្រោយពេលដែលសមាជិកម្នាក់របស់គ្រួសារត្រកូលយ៉ាវបានបំផ្ទុះខ្លួនរបស់គេជាលើកដំបូងហើយនោះវាហាក់បីដូចជាបានបញ្ឆេះនៅឈាមដែលមាននៅក្នុងខ្លួនរបស់សមាជិកដទៃទៀតយ៉ាងនោះដែរភ្លាមនោះមានពន្លឺភ្លើងបានបាញ់ចេញមកពីរាងកាយរបស់ពួកគេក្នុងខណៈពេលដែលពួកគេបានបំផ្ទុះខ្លួនរបស់ពួកគេជាបន្តបន្ទាប់នៅត្រង់ចំណុចមួយនោះប៉ាំង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 ព្យុះកំណាចដ៏គួរឲ្យភ័យខ្លាចបំផុតគឺបានកើតមានឡើងក្នុងខណៈពេលដែលវាបានធ្វើឲ្យជួរភ្នំឱសថកាលពីពេលមុនគឺបានប្រែទៅជាតំបន់រាបស្មើភ្លាមតែម្ដងមានស្នាមប្រេះដែលមានជម្រៅរាប់ម៉ឺនហ្វីតគឺកំពុងតែបានកើតមានឡើងជាបន្តបន្ទាប់ក្នុងខណៈពេលដែលវាបានរីករាលដាលប្រៀបដូចជាសម្បុកពីងពីងយ៉ាងនោះដែរលើពីនេះទៅទៀតនោះស្ថិតនៅចំពោះមុខធម្មពលនៃការបំផ្ទុះខ្លួនដ៏គួរឲ្យខ្លាចបែបនេះពិភពនៃគ្រួសារត្រកូលយ៉ាវដែលដើមឡើយត្រូវបានបិទយ៉ាងជិតទៅហើយនោះនៅទីបំផុតវាក៏ចាប់ផ្ដើមប្រែទៅជាមានការខូចទ្រង់ទ្រីសារជាថ្មីម្ដងទៀតមានស្នាមប្រេះតូចៗជាច្រើនគឺកំពុងតែបានកើតមានឡើងដែលបានធ្វើឲ្យទឹកមុខរបស់យ៉ាវតាន់ក៏មានភាពរីករាយឡើងមកវិញក្នុងខណៈពេលដែលគេបានមើលឃើញថាពិភពនៃគ្រួសារត្រកូលយ៉ាវនៅក្នុងពេលនេះគឺកំពុងតែមានការបង្ខូចនៅទ្រង់ទ្រីសារជាថ្មីម្ដងទៀតបន្តមកគេក៏បាននិយាយឡើងថាឆាប់ធ្វើវាបន្តទៀតបើទោះបីជានៅលើផ្ទៃមុខរបស់យ៉ាវតាន់គឺបានបង្ហាញចេញនូវភាពរីករាយបន្តិចក៏ដោយក៏ប៉ុន្តែនៅពីខាងក្រោយភាពរីករាយមួយនោះគឺវាមានបង្កប់ទៅដោយភាពទុក្ខសោកដែលមិនចេះចប់យ៉ាងណាមិញតើនរណាម្នាក់អាចនឹកស្មានដល់ទៅថាពិភពនៃគ្រួសារត្រកូលយ៉ាវដែលធ្លាប់តែសុខសប្បាយហើយនឹងមានសុវត្ថិភាពកាលពីមួយថ្ងៃមុនឥឡូវនេះបែរជាធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់ដែលបានធ្វើឲ្យសមាជិកនៃគ្រួសារត្រកូលយ៉ាវរាប់លាននាក់ត្រូវទទួលរងនៅរបួសហើយនឹងស្លាប់ជាបន្តបន្ទាប់បែបនេះគ្រោះថ្នាក់ដែលអាចរំលាយគ្រួសារគឺនៅតែបានគ្របដណ្ដប់នៅលើពួកគេដដែលហើយនៅពេលនេះអ្វីដែលពួកគេអាចធ្វើបានសម្រាប់សមាជិកនៃក្មេងៗចំនួនក្រោយនៃគ្រួសាររបស់ពួកគេទាំងអស់នោះវាគឺជាការបំផ្ទុះខ្លួនរបស់ពួកគេដើម្បីឲ្យខ្សែលោហិតចុងក្រោយនៃគ្រួសារទាំងអស់នោះអាចបន្តរស់រានមានជីវិតបានហើយក្រោយពេលដែលបានស្ដាប់ឮនៅសម្រែករបស់យ៉ាវតាន់មួយនោះសមាជិកនៃគ្រួសារត្រកូលយ៉ាវដទៃទៀតគឺបានធ្វើការបំផ្ទុះខ្លួនឯងដោយគ្មានការរេរែកនៅក្នុងចិត្តសូម្បីតែបន្តិចណាឡើយហ៊ុនជីងដែលនៅខាងលើមេឃគឺបានបញ្ចេញសម្លេងក្រហមយ៉ាងត្រជាក់គេបានក្រវិះដៃឲ្យឡើងមុនពេលដែលមានចំហាយនៃធម្មពលពណ៌ខ្មៅបានសាយភាយចេញទៅនៅក្នុងល្បឿនលឿនដូចជារន្ទះបន្តមកចំហាយនៃធម្មពលពណ៌ខ្មៅទាំងអស់នោះវាក៏បានប្រែក្លាយទៅជាដៃយក្សពណ៌ខ្មៅដ៏ធំសម្បើមមួយមុនពេលដែលវាបានវាយសម្ដៅទៅកាន់ពួកអ្នកខ្លាំងនៃគ្រួសារត្រកូលយ៉ាវដែលកំពុងតែបំរុងនឹងធ្វើការបំផ្ទុះខ្លួនឲ្យខ្ទាតទៅឆ្ងាយមានតែធ្វើបែបនោះទេទើបពួកអ្នកខ្លាំងនៃគ្រួសារត្រកូលយ៉ាវទាំងអស់នោះត្រូវបំផ្ទុះខ្លួននៅឯទីតាំងផ្សេងដែលមិនមានផលប៉ះពាល់ទៅកាន់សមាជិកនៃគ្រួសារត្រកូលហ៊ុនរបស់ពួកគេវ៉ាន់ហួរយ៉ាវតាន់គឺបានបញ្ចេញសម្រែកយ៉ាងខ្លាំងក្រោយពេលដែលគេបានមើលឃើញថាហ៊ុនជីងគឺបានចូលមកធ្វើការរេរាំងបែបនោះរដ្ឋាភិបាលវ៉ាន់ហួរដែលមានរាងកាយប្រឡាក់ទៅដោយឈាមស្រស់ក៏បានហោះចេញទៅវិញភ្លាមក្រោយពេលដែលបានស្ដាប់ឮនៅសម្រែករបស់យ៉ាវតាន់មិនត្រឹមតែប៉ុណ្ណោះថែមទាំងមានព្រឹត្តិការណ៍នៃគ្រួសារត្រកូលយ៉ាវមួយចំនួនក៏បានសម្រុកទៅតាមពីក្រោយព្រឹត្តិការណ៍យ៉ាវវ៉ាន់ហួរផងដែរក្នុងខណៈពេលដែលកម្លាំងធាតុដែលមាននៅក្នុងរាងកាយរបស់ពួកគេនៅពេលនេះគឺបានប្រែទៅជាពូកញ្ជ្រោលយ៉ាងខ្លាំងតាមពីក្រោយនៃរូបភាពមួយនេះបានកើតមានឡើងចំហាយនៃធម្មពលរបស់ពួកគេនៅពេលនេះគឺបានកើនឡើងយ៉ាងខ្លាំងឃើញថានេះប្រហែលជាសង្គ្រាមចុងក្រោយរបស់ពួកគេហើយវាក៏ជាសង្គ្រាមដើម្បីការពារនៅខ្សែលោហិតចុងក្រោយនៃគ្រួសារត្រកូលយ៉ាវរបស់ពួកគេផងដែរខ្ញុំតែម្នាក់ឯងគឺអាចចាត់ការជាមួយនឹងពួកគេបានហើយហ៊ុនហ៊ូស៊ឺដែលនៅលើមេឃគឺបានបញ្ចេញសំណោចយ៉ាងត្រជាក់ក្រោយពេលដែលគេបានមើលឃើញថាប្រតិចាយ៉ាវវ៉ាន់ហួរហើយនិងអ្នកដទៃទៀតគឺបានប្រើនៅវិជាសម្ងាត់ដើម្បីដុតបញ្ឆេះនៅកម្លាំងធាតុរបស់ពួកគេឲ្យកាន់តែកើនឡើងយ៉ាងខ្លាំងបែបនោះបន្តមកគេក៏បានបំលាស់ទីមុនពេលដែលគេបានទៅបង្ហាញខ្លួនឡើងនៅចំពោះមុខប្រតិចាវ៉ាន់ហួរគេបានក្រវិះដៃឡើងមុនពេលដែលមានសមុទ្រនៃអណ្ដាតភ្លើងពណ៌ខ្មៅក៏បានសាយភាយចេញមកហើយក៏បានបង្កើតទៅជាខ្យល់ព្យុះធម្មពលអណ្ដាតភ្លើងពណ៌ខ្មៅដែលបានហ៊ុំព័ទ្ធនៅជុំវិញរាងកាយរបស់ពួកគេទាំងអស់គ្នាតែម្ដងយ៉ាងណាមិញគ្រាន់តែជាមួយនឹងធម្មពលរបស់ហ៊ុនហ៊ូស៊ឺតែម្នាក់វាគឺគ្រប់គ្រាន់ណាស់ទៅហើយដើម្បីអូសទាញឲ្យព្រឹត្តិការណ៍វ៉ាន់ហួរក៏ដូចជាព្រឹត្តិការណ៍ដទៃទៀតនៃគ្រួសារត្រកូលយ៉ាវត្រូវធ្លាក់ចូលទៅក្នុងសមរភូមិជាមួយនឹងរូបគេបានអញ្ចឹងដោយបងប្អូនដឹងស្រាប់ហើយធម្មពលពិតប្រាកដរបស់ហ៊ុនហ៊ូស៊ឺគឺស្ថិតនៅក្នុងកម្រិតបរិសុទ្ធប្រយុទ្ធផ្កាយ7ចំណែកឯព្រឹត្តិការណ៍វ៉ាន់ហួរនឹងគឺស្ថិតនៅក្នុងផ្កាយ6នោះទេបាទហើយបើបូករួមជាមួយនឹងព្រឹត្តិការណ៍ដទៃទៀតនៃគ្រួសារត្រកូលយ៉ាវគឺប្រហែលជាអាចទប់ទល់ជាមួយនឹងហ៊ុនហ៊ូស៊ឺបានក៏ប៉ុន្តែនៅតែមានភាពលំបាកសម្រាប់ពួកគេដដែលនឹងឯងបាទតោះឥឡូវយើងបន្តសាច់រឿងរបស់យើងទៀតមកនៅពេលដែលបានសម្លឹងមើលឃើញនៅការតស៊ូដ៏ប្រថុយប្រថានហើយនឹងវេទនាបែបនោះកណ្ដាប់ដៃដែលស្ថិតនៅក្នុងដៃអាវរបស់ស៊ីវយិនក៏ត្រូវបានក្តាប់យ៉ាងណែនផងដែរមានពាក្យសម្ដីប្រមាណម៉ាត់ត្រូវបានបន្លឺឡើងនៅក្នុងចិត្តរបស់គេថាតើនេះឬគឺជាសង្គ្រាមប្រឡាយវងត្រកូលគ្រួសារត្រកូលស៊ីវរបស់គេកាលពីមុនក៏ធ្លាប់មានបទពិសោធន៍ឆ្លងកាត់ស្រដៀងគ្នាបែបនេះផងដែរពួកមនុស្សនៃគ្រួសារត្រកូលយ៉ាវទាំងអស់នេះគឺមិនបានខ្វាយខ្វល់ទៅនឹងការបំផ្ទុះខ្លួនរបស់ខ្លួនឯងផងដោយពួកគេគឺហ៊ានលះបង់នៅអ្វីៗគ្រប់បែបយ៉ាងដើម្បី
ឲ្យតែបានការពារនៅខ្សែលោហិតចុងក្រោយនៃគ្រួសារត្រកូលយ៉ៅរបស់ពួកគេនៅក្នុងគណៈពេលនេះគំនុំគុំគួនដែលធ្លាប់មាននៅក្នុងគ្រួសារគឺត្រូវបានបំភ្លេចចោលអស់ទៅហើយសមាជិកនៃគ្រួសារត្រកូលយ៉ៅដែលធ្លាប់មានចំនួនជាមួយនឹងគ្នាកាលពីមុនគឺសុទ្ធតែហ៊ានបំផ្ទុះខ្លួនឯងដើម្បីការពារអ្នកដទៃពួកគ្រួសារត្រកូលហ៊ុនចង្រៃកៅភ្នែកពណ៌ក្រហមរបស់យ៉ាវតាន់គឺកាន់តែមាំជាងមុនទៅទៀតនៅពេលដែលគេបានមើលឃើញថាក្រុមរបស់ព្រឹទ្ធាចារ្យវ៉ាន់ហួរត្រូវបានរារាំងដោយហ៊ុនហ៊ូស៊ឺបែបនោះបន្តមកកៅភ្នែករបស់គេក៏បានសម្លឹងមើលទៅកាន់បរិវេណនៅជុំវិញនោះនៅទីបំផុតគេក៏បានបញ្ឈប់ទៅលើទិសដៅរបស់ស៊ីវយៀនដែលនៅមិនឆ្ងាយប៉ុន្មានបន្តមកគេក៏បានធ្វើការបំលាស់ទីមុនពេលដែលគេបានទៅបង្ហាញខ្លួនឡើងនៅក្បែរស៊ីវយៀនហើយជាមួយនឹងការក្រវាសដៃអាវរបស់គេឡើងសមាជិកចំនួនក្រោយនៃគ្រួសារត្រកូលយ៉ៅជាច្រើនអ្នកក៏បានមកបង្ហាញខ្លួននៅក្បែរស៊ីវយៀនផងដែរពួកមនុស្សទាំងអស់នេះគឺសុទ្ធតែជាមនុស្សដែលស៊ីវយៀនធ្លាប់បានស្គាល់ផងដែរព្រោះថាពួកគេគឺសុទ្ធតែជាក្មេងៗចំនួនក្រោយដែលមានភាពលេចធ្លោបំផុតរបស់គ្រួសារត្រកូលយ៉ៅអ្នកប្រុសស៊ីវយៀនអ្នកខ្លាំងទាំងអស់របស់គ្រួសារត្រកូលយ៉ៅនឹងធ្វើការបំផ្ទុះខ្លួនដើម្បីបើកច្រកទ្វារនៃពិភពមួយនេះហើយដូច្នេះហើយអ្នកប្រុសអាចរត់គេចខ្លួនចេញទៅបានក្នុងមួយជីវិតរបស់ខ្ញុំនេះខ្ញុំគឺមិនធ្លាប់អង្វរទៅកាន់នរណាម្នាក់ឡើយលើកនេះខ្ញុំសូមអង្វរអ្នកប្រុសស៊ីវយៀនជួយមើលថែខ្សែលោហិតចុងក្រោយនៃគ្រួសារត្រកូលយ៉ៅរបស់ខ្ញុំផងកែវភ្នែករបស់យ៉ាវតាន់គឺមានពណ៌លោហិតក្នុងខណៈពេលដែលគេបានសម្លឹងមើលទៅកាន់ស៊ីវយៀនសំឡេងរបស់គេគឺមានបង្កប់ទៅដោយការព្រួយបារម្ភហើយនឹងមានចិត្តអន់តេះអន្តែងនៅមិនឆ្ងាយប៉ុន្មានពីស៊ីវយៀនគឺជាព្រឹទ្ធាចារ្យសំណងដែលធ្លាប់មានទំនាក់ទំនងយ៉ាងល្អជាមួយនឹងគេក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយ៉ាវតាន់គឺមិនបានជ្រើសរើសសុំជំនួយពីព្រឹទ្ធាចារ្យសំណងនោះឡើយហើយនោះគឺដោយសារតែការយល់ឃើញពីធម្មជាតិរបស់គេបានប្រាប់ថាគឺមានតែស៊ីវយៀនតែប៉ុណ្ណោះទើបអាចមានសមត្ថភាពការពារនៅខ្សែលោហិតចុងក្រោយរបស់ពួកគេបានជាងនេះទៅទៀតនោះនៅក្នុងគណៈពេលនេះគេគឺមិនមានជំរើសច្រើននោះឡើយយ៉ាងណាមិញដើម្បីការពារនៅខ្សែលោហិតចុងក្រោយនៃគ្រួសារត្រកូលយ៉ៅរបស់ពួកគេថែមទាំងបានធ្វើការសម្រេចចិត្តក្នុងការបំផ្ទុះនៅរាងកាយរបស់ខ្លួនឯងទៀតផងរឿងរ៉ាវដែលបានកើតមានឡើងភ្លាមៗបែបនេះវាក៏បានធ្វើឲ្យស៊ីវយៀនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរនៅពេលដែលគេបានសម្លឹងមើលទៅកាន់កៅភ្នែកពណ៌ក្រហមរបស់យ៉ាវតាន់នោះអារម្មណ៍តឹងតែងមួយក៏បានកើតមានឡើងនៅលើផ្ទៃមុខរបស់គេប៉ុន្តែមិនថាមានរឿងអ្វីបានកើតឡើងនោះទេភាគីម្ខាងទៀតក៏នៅតែជាមេត្រកូលម្នាក់ផងដែរស៊ីវយៀនបានដកដង្ហើមយ៉ាងវែងមុនពេលដែលគេបានបាយសម្លឹងមើលទៅកាន់យ៉ាវឡៅបន្តមកគេក៏បានមើលឃើញសំណើមដែលបានកើតមានឡើងនៅក្នុងកៅភ្នែករបស់ភាគីម្ខាងទៀតក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយ៉ាវឡៅគឺមិនបាននិយាយចេញនៅពាក្យសម្ដីអ្វីនោះទេលោកម្ចាស់សូមអនុញ្ញាតឲ្យពួកខ្ញុំនៅទីនេះពួកខ្ញុំនឹងធ្វើការប្រយុទ្ធជាមួយនឹងពួកអាចង្រៃទាំងអស់នោះមានទឹកភ្នែកបានហូរកាត់ផ្ទៃមុខរបស់យ៉ាវធីនក្នុងគណៈពេលដែលគេបានបញ្ចេញសម្រៃឡើងគេបានមើលឃើញយ៉ាងច្បាស់ដែលឪពុករបស់គេត្រូវបានអ្នកខ្លាំងមួយចំនួនរបស់គ្រួសារត្រកូលហ៊ុនសម្លាប់ចោលយ៉ាងព្រៃផ្សៃនាពេលមុននោះនៅពេលនេះអ្វីដែលគេអាចគិតឃើញគឺគ្រាន់តែជាការប្រើប្រាស់នៅធម្មពលឲ្យអស់ពីខ្លួនដើម្បីធ្វើការសម្លាប់សមាជិកនៃគ្រួសារត្រកូលហ៊ុនឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានហើយសងសឹកឲ្យឪពុករបស់គេផ្លាច់មានបាតដៃមួយបានទះទៅលើផ្ទៃមុខរបស់យ៉ាវធានក្រោយពេលដែលសម្លេងរបស់គេត្រូវបានបន្លឺឡើងយ៉ាវតាន់បានសម្លឹងមើលទៅកាន់យ៉ាវធានទាំងការខឹងសម្បាក្នុងគណៈពេលដែលគេបានបញ្ចេញសម្រែកដូចជាសត្វព្រៃថាតើឯងនៅទីកន្លែងនេះអាចជួយអ្វីបានសមាជិកនៃគ្រួសារត្រកូលយ៉ៅទាំងអស់បានបំផ្ទុះខ្លួនដើម្បីរកឱកាសមួយឲ្យឯងអាចរត់គេចខ្លួនចេញទៅបានហើយប្រសិនបើពួកឯងពិតជាបានស្លាប់ទៅមែននោះតើពួកឯងអាចប្រឈមមុខជាមួយនឹងព្រលឹងរបស់ពួកគេបានដោយរបៀបណាយ៉ាវធានបានយកបាតដៃមកខ្ទប់មុខមួយចំហៀងរបស់ខ្លួនឯងក្នុងគណៈពេលដែលគេបានខំសង្កត់ធ្មេញយ៉ាងខ្លាំងនៅតែមានឈាមស្រស់បានបន្តហូរចេញមកពីជ្រុងម្ខាងនៃមាត់របស់គេចំណែកឯយ៉ាវលីងដែលប្រៀបបានទៅនឹងទេពធីតានៅក្នុងដួងចិត្តរបស់សមាជិកនៃក្មេងៗជំនាន់ក្រោយរបស់គ្រួសារត្រកូលយ៉ៅទាំងអស់ដែលកំពុងតែឈរនៅក្បែរនោះក៏បានបញ្ចេញនូវការយំស្រែកផងដែរយ៉ាងណាមិញក្រោយពេលដែលពួកគេបានឆ្លងកាត់នៅគ្រោះថ្នាក់ដ៏ធំនៅក្នុងថ្ងៃនេះនៅទីបំផុតពួកគេគឺបានយល់ហើយថាពួកគេគឺគ្រាន់តែជាបុព្វាដែលត្រូវបានការពារដោយផ្ទះបៃតងដែលជាគ្រួសារត្រកូលយ៉ៅរបស់ពួកគេតែប៉ុណ្ណោះដើម្បីអាចការពារនៅខ្សែលោហិតចុងក្រោយនៃគ្រួសារត្រកូលយ៉ៅពួកឯងត្រូវតែស្ដាប់ពាក្យសម្ដីរបស់អ្នកប្រុសស៊ីវយៀនឲ្យបានល្អព្រោះថាពួកឯងនឹងត្រូវស្លាប់ប្រសិនបើពួកឯងត្រូវបានអនុញ្ញាតឲ្យនៅទីកន្លែងនេះបន្តទៀតបានហើយបើយើងក៏រលែងមើលស៊ីវយៀនឯនេះវិញគេក៏បានដកដង្ហើមយ៉ាងធំផងដែរព្រោះថាវាគឺជាបន្ទុកដ៏ធំមួយដែលបានកើតមានឡើងហើយក៏មិនអាចបរិយាយបាននោះដែរបាទយ៉ាងណាមិញសូម្បីតែគ្រួសារស៊ីវនៅឯទីក្រុងវូថាំងគេថែមទាំងមិនអាចថែរក្សាបានផងហើយនៅពេលនេះតើគេអាចមានធម៌ពលឯណាដើម្បីការពារនៅខ្សែលោហិតចុងក្រោយរបស់គ្រួសារអ្នកដទៃបាននោះក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគេនៅតែត្រូវពឹងផ្អែកទៅលើធម៌ពលរបស់គ្រួសារត្រកូលយ៉ៅដើម្បីបំបែកនៅពិភពមួយនេះហើយដូច្នេះហើយគេគឺគ្មានជំរើសអ្វីផ្សេងក្រៅពីយល់ព្រមនោះឡើយលោកម្ចាស់យ៉ាវតាន់ខ្ញុំនឹងប្រឹងឲ្យអស់ពីលទ្ធភាពតាកញ្ចាស់យើងក៏នឹងជួយដែរ
ព្រឹទ្ធាចារ្យសិននងបានដកដង្ហើមធំក្នុងគណៈពេលដែលគេបាននិយាយក្រោយពេលដែលបានស្ដាប់ឮដូច្នេះហើយយ៉ាវតាន់គេក៏បានងក់ក្បាលជាការយល់ព្រមផងដែរបន្តមកផ្ទៃមុខរបស់គេក៏បានប្រែទៅជាមើងម៉ាត់ក្នុងគណៈពេលដែលគេបាននិយាយថាសូមអ្នកទាំងអស់គ្នាត្រៀមខ្លួនឲ្យហើយទៅខ្ញុំនឹងទៅធ្វើការពន្យាពេលហ៊ុនយៀនហើយនឹងហ៊ុនជីងចំណែកឯព្រឹទ្ធាចារ្យនៃគ្រួសារត្រកូលយ៉ាវដទៃទៀតនឹងធ្វើការបំផ្ទុះខ្លួនជាបន្តបន្ទាប់ដើម្បីបំបីពិភពមួយនេះដល់ពេលនោះអ្នកទាំងអស់គ្នានឹងមានឱកាសដើម្បីរត់គេចខ្លួនចេញទៅយ៉ាវតាន់បានជូតស្នាមឈាមចេញពីជ្រុងម្ខាងនៃមាត់របស់គេបន្តមកគេក៏បានបែរសម្លឹងមើលទៅកាន់យ៉ាវលីងហើយនឹងយ៉ាវធានផ្ទៃមុខរបស់គេក៏បានប្រែទៅជាមានភាពស្ងប់ស្ងាត់បន្តិចបន្តមកគេក៏បានបញ្ចេញស្នាមញញឹមមុនពេលដែលគេបានបោះជំហានហើយក៏បានធាក់ទៅលើលំហអាកាសមុនពេលដែលគេបានហោះសម្រុកចេញទៅចំហាយនៃធម្មពលដែលមាននៅក្នុងរាងកាយរបស់គេក៏បានប្រែទៅជាពុះកញ្ជ្រោលសារជាថ្មីម្ដងទៀតក្នុងគណៈពេលដែលមានធម្មពលដ៏គួរឲ្យភ័យខ្លាចបានរីករាលដាលបន្តមករាងកាយរបស់គេគឺប្រៀបបានទៅនឹងអាចផ្កាយក្នុងគណៈពេលដែលគេបានបាញ់សម្ដៅទៅរកហ៊ុនជីងហើយនឹងហ៊ុនយៀនដែលនៅខាងលើមេឃអាតាកញ្ចាស់រោគចិត្តម្នាក់នេះផ្ទៃមុខរបស់ហ៊ុនជីងគឺបានប្រែទៅជាត្រជាក់ដូចជាតកកនៅពេលដែលគេបានមើលឃើញយ៉ាវតាន់កំពុងតែហោះសម្រុកចូលមកជាមួយនឹងធម្មពលរបស់គេទាំងអស់បែបនោះបន្តមកហ៊ុនយៀនហើយនឹងហ៊ុនជីងក៏បានបើកការវាយប្រហារព្រមគ្នាដែលបានធ្វើឲ្យពណ៌របស់ផ្ទៃមេឃមានការផ្លាស់ប្ដូរប៉ាំង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 ក្រោយពេលដែលហ៊ុនយៀនហើយនឹងហ៊ុនជីងបានធ្លាក់ចូលទៅក្នុងសមរភូមិដ៏ធំជាមួយនឹងយ៉ាវតាន់ហើយនោះពួកព្រឹទ្ធាចារ្យនៃគ្រួសារត្រកូលយ៉ាវដែលមានចំនួនជាច្រើនក៏បាននាំគ្នាហោះសម្រុកឡើងទៅខាងលើមេឃសារជាថ្មីម្ដងទៀតកម្លាំងធាតុដែលមាននៅក្នុងរាងកាយរបស់ពួកគេក៏បានប្រែទៅជាពុះកញ្ជ្រោលយ៉ាងខ្លាំងមុនពេលដែលពួកគេបានទៅបំផ្ទុះរាងកាយរបស់ខ្លួនឯងនៅត្រង់ចំណុចដដែលជាបន្តប៉ាំងប៉ាំងប៉ាំងក្រោយពេលដែលលំហអាកាសបានប្រែទៅជារង្គោះរង្គើនៅត្រង់ចំណុចមួយនោះក៏ចាប់ផ្ដើមមានការប្រែប្រួលយ៉ាងខ្លាំងមានសញ្ញានៃអណ្ដាតភ្លើងពណ៌ខ្មៅបានហុយចេញមកពីលំហអាកាសហើយនៅទីបំផុតវាក៏បានផ្ទុះបែកដោយសារតែការវាយប្រហារនៃការបំផ្ទុះដ៏ខ្លាំងក្លាជាបន្តបែបនោះតោះពួកយើងទៅមានអណ្ដាតភ្លើងពណ៌ផ្កាឈូកបានឆាប់ឆេះឡើងនៅពីលើរាងកាយរបស់សៀវយៀនក្រោយពេលដែលរូបសញ្ញាអណ្ដាតភ្លើងពណ៌ខ្មៅមួយនោះបានផ្ទុះបែកបន្តមកអណ្ដាតភ្លើងពណ៌ផ្កាឈូករបស់សៀវយៀនក៏បានប្រែក្លាយទៅជារបាំងភ្លើងពណ៌ផ្កាឈូកក្នុងខណៈពេលដែលវាបានគ្របដណ្ដប់នៅពីលើរាងកាយរបស់យ៉ាវធានយ៉ាវលីងក៏ដូចជាអ្នកដទៃទៀតឲ្យនៅខាងក្នុងចំណែកឯស្ដេចខាងជើងគឺជាអ្នកការពារយ៉ាវឡៅនៅតាមពីក្រោយលបឿនដែលក្រុមមួយនេះបានប្រើគឺវាឈានទៅដល់កម្រិតមួយដ៏គួរឲ្យភ័យខ្លាចក្នុងខណៈពេលដែលពួកគេបានឆ្ពោះសម្ដៅទៅកាន់លំហអាកាសដែលនៅខាងលើមេឃដែលវាគឺជាទីកន្លែងដែលរូបសញ្ញាអណ្ដាតភ្លើងពណ៌ខ្មៅបានប្រេះបែកនាពេលមុននេះនៅក្នុងលបឿនលឿនដូចជាផ្លេកបន្ទោប៉ាំងប៉ាំងប៉ាំងសំឡេងផ្ទុះគឺនៅតែបានបន្តលាក់លឺឡើងនៅក្នុងពិភពនៃគ្រួសារត្រកូលយ៉ាវមួយនេះតាមពីក្រោយនៃសំឡេងផ្ទុះមួយបានបន្លឺឡើងវាប្រកាសជាមានមនុស្សរបស់គ្រួសារត្រកូលយ៉ាវម្នាក់ត្រូវបានបង្ខំឲ្យកម្លាំងធាតុដែលមាននៅក្នុងខ្លួនរបស់គេត្រូវផ្ទុះឡើងរហូតដល់រាងកាយរបស់គេត្រូវផ្ទុះបែកទៅជាបំណែកល្អិតស្ថិតនៅចំពោះមុខធម្មពលនៃការវាយប្រហារដោយការបំផ្ទុះខ្លួនដល់កាយសាហាវបែបនេះសូម្បីតែធម្មពលប្រលឹងរបស់មនុស្សម្នាក់ក៏មិនអាចនៅសេសសល់បានដែរបានចឹងកន្លែងហ្នឹងបងប្អូនមិនបាច់ចាំឆ្ងល់ទេថាហេតុអ្វីបានជាសមាជិកគ្រួសារត្រកូលយ៉ាវហ្នឹងមិនអាចនៅមានពលឹងហើយអាចចម្រាញ់នៅរាងកាយដើម្បីរស់ឡើងវិញចឹងណាអញ្ចឹងដោយសារតែពួកគេនឹងត្រូវបានធម្មពលនៃការបំផ្ទុះខ្លួនរបស់អ្នកដទៃជាបន្តបន្ទាប់នឹងធ្វើឲ្យពលឹងរបស់ពួកគេអាលីអស់តែម្ដងអញ្ចឹងហើយពួកគេគឺមិនអាចរស់ឡើងវិញបានទៀតទេពលគឺមានន័យថាទាំងរាងកាយរបស់ពួកគេហើយនិងប្រលឹងរបស់ពួកគេគឺស្លាប់ទៅជាមួយគ្នាតែម្ដងអញ្ចឹងណាបាទតោះឥឡូវយើងបន្តសាច់រឿងរបស់យើងទៀតមកក្នុងគណៈពេលដែលក្រុមរបស់សៀវយៀនកំពុងតែហោះឆ្ពោះសម្ដៅទៅកាន់ទីកន្លែងដែលលំហអាកាសបានប្រេះបែកនាពេលមុននេះមនុស្សជាច្រើនដែលមកពីបកក្រុមដទៃទៀតដែលបានមកចូលរួមនៅក្នុងកម្មវិធីបុណ្យឱសថដែលនៅសេសសល់ក៏បាននាំគ្នាសម្រុកហោះទៅកាន់ទីកន្លែងមួយនោះតាមពីក្រោយក្រុមរបស់សៀវយៀនផងដែរយ៉ាងណាមិញពួកគេទាំងអស់នោះគឺពិតជាបានដឹងយ៉ាងច្បាស់ថាពួកគេគឺប្រកាសជាមិនអាចចាក់ចេញពីទីកន្លែងមួយនេះបានដោយមានជីវិតនោះឡើយប្រសិនបើពួកគេពឹងផ្អែកទៅលើធម្មពលរបស់ខ្លួនឯងក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគោលដៅរបស់គ្រួសារត្រកូលហ៊ុនគឺចង់កម្ចាត់នៅរបស់គ្រប់បែបយ៉ាងដែលមានជីវិតនៅក្នុងពិភពនៃគ្រួសារត្រកូលយ៉ាវហើយដូច្នេះហើយវាគឺជារឿងដែលធម្មតានោះទេដែលពួកគេទាំងអស់នោះប្រកាសជាមិនអនុញ្ញាតឲ្យសៀវយៀនហើយនឹងក្រុមរបស់គេអាចចាក់ចេញពីពិភពនៃគ្រួសារត្រកូលយ៉ាវមួយនេះដោយងាយៗនោះឡើយក្នុងគណៈពេលដែលក្រុមរបស់សៀវយៀនកំពុងតែធ្វើដំណើរសត្វបិសាចលេបប្រលឹងទាំងអស់ដែលមាននៅក្នុងពិភពនៃគ្រួសារត្រកូលយ៉ាវមួយនេះក៏ដូចជាអ្នកខ្លាំងដែលមានចំនួនរាប់មិនអស់ដែលមកពីគ្រួសារត្រកូលហ៊ុនក៏បាននាំគ្នាសម្រុកចូលទៅរកពួកគេផងដែរបន្ទាប់មកពួកវាក៏បាននាំគ្នាមកហុំព័ទ្ធនៅជុំវិញរាងកាយនៃក្រុមរបស់សៀវយៀនពីគ្រប់ទិសដៅទាំងអស់ផ្ទៃមុខរបស់សៀវយៀនគឺបានប្រែទៅជាងងឹតនិងត្រជាក់ដូចជាតកកក្រោយពេលដែលគេបានមើលឃើញថាពួកវាទាំងអស់នោះគឺបាននាំគ្នាសម្រុកចូលមកពីគ្រប់ទិសដៅបែបនេះក៏ប៉ុន្តែនៅពេលដែលសៀវយៀនបំរុងនឹងបើកការវាយប្រហារទៅហើយស្រាប់តែលោកព្រឹទ្ធាចារ្យសេនណុងដែលនៅឯម្ខាងទៀតក៏បានបោះនៅឈើច្រត់របស់គេចូលមកហើយភ្លាមៗនោះសមុទ្រនៃអណ្ដាតភ្លើងពណ៌បៃតងក៏បានសាយភាយចេញទៅមួយរំពេចដែលវាបានអមមកជាមួយនឹងសម្លេងខ្យល់ផងដែរក្នុងគណៈពេលដែលមានដើមឈើធំៗដែលមានចំនួនច្រើនរាប់មិនអស់ក៏បានបង្ហាញខ្លួនឡើងដើមឈើធំៗដែលបានគ្របដណ្ដប់ទៅដោយអណ្ដាតភ្លើងពណ៌បៃតងទាំងអស់នោះគឺបានមក
គ្របដណ្ដប់នៅជុំវិញរាងកាយរបស់ពួកគេប្រៀបដូចជាវល្លិក្នុងខណៈពេលដែលពួកវាបានប្រទាក់ក្រឡាទៅនឹងរាងកាយរបស់ពួកមនុស្សដែលកំពុងតែសម្រុកចូលមកពីគ្រប់ទិសដៅទាំងអស់នោះសៀវយានបានដកដង្ហើមធំយ៉ាងធូរស្រាលនៅក្នុងចិត្តក្រោយពេលដែលគេបានមើលឃើញព្រឹទ្ធាចារ្យសិនណុងបានលូកដៃចូលមកជួយដូច្នេះរឿងនេះគឺវាបានធ្វើឲ្យល្បឿននៃក្រុមរបស់យ៉ាវលីងហើយនិងយ៉ាវធានគឺបានកើនឡើងសារជាថ្មីម្ដងទៀតលោកម្ចាស់លេបត្របាក់សូមជួយបញ្ឈប់សៀវយានផងអាលឺតម្នាក់នោះក៏មានបំណែកនៃគុជប្រាក់បុរាណធូស៊ឺមួយនៅក្នុងដៃរបស់គេដែរហ៊ុនហ៊ូស៊ឺដែលកំពុងតែធ្វើការតស៊ូគ្នាជាមួយនឹងលោកព្រឹទ្ធាចារ្យយ៉ាវវ៉ាន់ហួរហើយនឹងអ្នកដទៃទៀតមួយចំនួននោះគឺបានបញ្ចេញសម្រែករបស់គេឡើងទៅកាន់អណ្ដាប់ភ្លើងលេបត្របាក់ភ្លាមៗក្រោយពេលដែលគេបានមើលឃើញថាក្រុមរបស់សៀវយានគឺបានសម្រុកឡើងទៅខាងលើមេឃដែលកាន់តែគៀកទៅនឹងទីកន្លែងដែលមានការប្រេះបែកនៃលំហអាកាសដែលនៅខាងលើមេឃនោះក្រោយពេលដែលបានស្ដាប់ឮនៅសំឡេងរបស់ហ៊ុនហ៊ូស៊ឺដែលបានប្រាប់ឲ្យគេចូលទៅរារាំងក្រុមរបស់សៀវយានហើយនោះអណ្ដាប់ភ្លើងលេបត្របាក់ក៏បានបញ្ចេញសំឡេងក្រហមយ៉ាងត្រជាក់សំឡេងរបស់គេគឺពោពេញទៅដោយការមិនពេញចិត្តក្នុងខណៈពេលដែលគេបាននិយាយឡើងថាតើឯងគិតថាយើងអាច copy រាងកាយរបស់យើងបានជាពីរអញ្ចឹងឬហ៊ុនហ៊ូស៊ឺគឺបានប្រែទៅជាស្ងាត់ក្រោយពេលដែលគេបានស្ដាប់ឮបែបនេះគេបានបញ្ចេញស្នាមញញឹមទាំងអាការៈអៀនខ្មាស់យ៉ាងណាមិញបើទោះបីជាអណ្ដាប់ភ្លើងលេបត្របាក់គឺជាបុគ្គលដែលមានធម៌ពលខ្លាំងជាងគេនៅទីកន្លែងនេះនៅក្នុងពេលនេះក៏ដោយប៉ុន្តែរូបគេផ្ទាល់មិនត្រឹមតែបានបែងចែកអារម្មណ៍ដើម្បីធ្វើឲ្យមានលំនឹងទៅលើរង្វង់វេទមន្តដែលបានហ៊ុំព័ទ្ធនៅជុំវិញពិភពនៃគ្រួសារត្រកូលយ៉ាវនោះទេរាងកាយរបស់គេផ្ទាល់ថែមទាំងទទួលរងនៅរបួសយ៉ាងធ្ងន់ដោយសារតែបំណែកនៃធម៌ពលប្រលឹងរបស់អតិថិប្រយុទ្ធយ៉ាវនៅពេលមុននោះទៀតផងបន្ថែមពីលើនោះរាងកាយរបស់គេនៅពេលបច្ចុប្បន្ននេះគឺថែមទាំងបានប្រែក្លាយទៅជាសត្វបិសាចលេបត្របាក់ប្រលឹងជាច្រើនផងដែរហើយដូច្នេះហើយតើវាអាចទៅរួចបានដោយរបៀបណាដែលគេនឹងអាចបែងចែកអារម្មណ៍ដើម្បីទៅទប់ស្កាត់ក្រុមរបស់សៀវយានបានទៀតនោះទុកពួកវាឲ្យយើងជាអ្នកចាត់ការហ៊ុនជីងយើងប្រគល់អាតាកញ្ចាស់យ៉ាវតាន់ម្នាក់នេះឲ្យទៅឯងទៅចុះអាតាកញ្ចាស់ការដែលឯងចង់ទប់ទល់ជាមួយនឹងពួកយើងទាំងពីរនាក់តែម្នាក់ឯងវាគ្រាន់តែជាការស្រមើស្រមៃតែប៉ុណ្ណោះបិសាចបរិសុទ្ធម្នាក់នៅក្នុងចំណោមពីរនាក់ដែលបានមកបង្ហាញខ្លួនឡើងនៅក្នុងពិភពនៃគ្រួសារត្រកូលយ៉ាវគឺបានបញ្ចេញសំណោចយ៉ាងត្រជាក់ក្នុងគណៈពេលដែលគេបាននិយាយឡើងរាងកាយរបស់គេបានធ្វើការបំលាស់ទីមុនពេលដែលមានរូបភាពស្រមោលជាច្រើនបានបង្ហាញខ្លួនឡើងបន្តមកគេក៏បានគេចផុតចេញពីសមរភូមិដែលគេធ្លាប់បានប្រយុទ្ធជាមួយនឹងយ៉ាវតាន់ក្នុងគណៈពេលដែលរាងកាយរបស់គេបានសម្រុកចូលទៅរកក្រុមរបស់សៀវយានដែលនៅខាងលើមេឃនៅក្នុងរូបភាពដូចជាសត្វឥន្ទ្រីដ៏កញ្ចាស់មួយក្បាលយ៉ាងនោះដែរសៀវយានអញ្ចឹងឬឈ្មោះរបស់ឯងយើងបានលើឡើងសមត្រជាទៅហើយមានពាក្យចចាមរាមជាច្រើនគឺបាននិយាយអំពីឯងនៅក្នុងពិភពនៃគ្រួសារត្រកូលហ៊ុនរបស់យើងនេះប្រសិនបើគ្រួសាររបស់យើងមិនបានសង្ងំដើម្បីរៀបចំនៅផែនការដ៏ធំមួយនោះទេមើលទៅយើងប្រហែលជាបានចេញទៅជួបឯងអស់រយៈពេលជាយូរណាស់មកហើយយ៉ាងណាមិញនៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះមើលទៅគឺមានតែឯងតែម្នាក់គត់ដែលបានធ្វើឲ្យគ្រួសាររបស់យើងទទួលរងនឹងការខាតបង់ម្ដងហើយម្ដងទៀតបែបនេះល្បឿនរបស់ហ៊ុនយានគឺពិតជាលឿនខ្លាំងណាស់ប្រើពេលត្រឹមតែប្រមាណដង្ហើមតែប៉ុណ្ណោះរាងកាយរបស់គេក៏បានទៅបង្ហាញខ្លួនឡើងនៅខាងមុខក្រុមរបស់សៀវយានមុនពេលដែលគេបាននិយាយចេញជាមួយនឹងពាក្យសម្ដីទាំងមានស្នាមញញឹមយ៉ាងត្រជាក់ទឹកមុខរបស់សៀវយានគឺបានធ្លាក់ចុះនៅពេលដែលគេបានមើលឃើញនៅខ្លាកញ្ចាស់មួយក្បាលផ្សេងទៀតដែលបានមកបង្ហាញខ្លួនឡើងដើម្បីបិទផ្លូវរបស់ពួកគេនោះយ៉ាងណាមិញធម្មពលរបស់ខ្លាកញ្ចាស់មួយក្បាលនេះគឺពិតជាគួរឲ្យខ្លាចហើយបើតាមអារម្មណ៍របស់សៀវយានអាចដឹងបានធម្មពលរបស់មនុស្សម្នាក់នេះគួរតែស្ថិតនៅក្នុងកម្រិតបរិសុទ្ធប្រយុទ្ធផ្កាយ7ថ្នាក់កំពូលឯណោះបើនិយាយឲ្យចំទៅធម្មពលរបស់មនុស្សម្នាក់នេះគឺខ្លាំងជាងយ៉ាវតាន់ទៅទៀតការបង្ហាញខ្លួនឡើងរបស់ហ៊ុនយានគឺបានធ្វើឲ្យទឹកមុខរបស់មនុស្សគ្រប់គ្នាគឺមានការប្រែប្រួលយ៉ាងខ្លាំងព្រឹទ្ធាចារ្យសិនណុងក៏ជាម្នាក់នៅក្នុងចំណោមនោះផងដែរដោយមិនបាននិយាយចេញនៅពាក្យសម្ដីអ្វីច្រើនព្រឹទ្ធាចារ្យសិនណុងក៏បានបើកការវាយប្រហារទៅលើហ៊ុនយានមួយរំពេចតែម្ដងមានសមុទ្រនៃអណ្ដាតភ្លើងពណ៌បៃតងបានរីករាលដាលក្នុងគណៈពេលដែលវាបានបង្កើតទៅជាសត្វដ៏កំណាចមួយក្បាលដែលមានជើង4បន្តមកសត្វដ៏កំណាចមួយក្បាលនោះក៏បានសម្រុកចូលទៅរកភាគីម្ខាងទៀតនៅក្នុងរូបភាពយ៉ាងកាយសាហាវជាទីបំផុតអណ្ដាតភ្លើងវិញ្ញាណមានជីវិតអញ្ចឹងឬយើងក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើអណ្ដាតភ្លើងមួយនេះផងដែរក្រោយពេលដែលបានចាប់ខ្លួនអាតាកញ្ចាស់ឯងហើយអណ្ដាតភ្លើងមួយនេះវានឹងក្លាយទៅជារបស់យើងហើយហ៊ុនយានបានបញ្ចេញសំណើចយ៉ាងខុសខើក្នុងគណៈពេលដែលគេកំពុងតែប្រឈមមុខជាមួយនឹងការវាយប្រហារដ៏មុតស្រួចដែលជាសត្វបិសាចដ៏ធំមួយក្បាលនោះដៃរបស់គេគឺបានក្តាប់យ៉ាងណែនក្នុងគណៈពេលដែលមានធម្មពលកម្លាំងធាតុដ៏អស្ចារ្យបានមកប្រមូលផ្ដុំគ្នាមុនពេលដែលវាបានបង្កើតទៅជាដៃដែលមានទំហំរាប់ពាន់ហ្វូតបន្តមកបាតដៃដ៏ធំសម្បើមមួយនោះវាក៏បានវាយប្រហារមួយទំហឹងទៅលើសត្វដ៏កំណាចមួយក្បាលនោះក្នុងគណៈពេលដែលមានខ្យល់ព្យុះនៃធម្មពលដ៏គួរឲ្យភ័យខ្លាចគឺបានបោកបក់ទៅលើសត្វដ៏កំណាចមួយនោះដែលបានបំបែកនៅរាងកាយរបស់វាឲ្យคล้ายទៅជាបំណែកល្អិតឥតបើទោះបីជាសត្វដ៏កំណាចមួយក្បាលនោះត្រូវបានបំបែកហើយក៏ដោយក៏ប៉ុន្តែខ្យល់ព្យុះនៃធម្មពលដែលបានសាយភាយចេញមកពីបាតដៃដ៏ធំសម្បើមមួយនោះគឺវាមិនបានរលាយបាត់ទៅណានោះទេដោយវាគឺថែមទាំងបានបោកបក់ទៅលើក្រុមរបស់សៀវយានដែលបានបង្ខំឲ្យពួកគេត្រូវដកថយទៅខាងក្រោយអស់ជាច្រើនម៉ែត្រទៀតផងហើយ
ធម្មពលប្រយុទ្ធរបស់អណ្ដាប់ភ្លើងវិញ្ញាណមានជីវិតតែមួយគឺវាពិតជាមិនគ្រប់គ្រាន់នោះទេព្រឹទ្ធាចារ្យសិនណុងបានដកដង្ហើមធំក្រោយពេលដែលគេបានមើលឃើញនៅការវាយប្រហារដោយអណ្ដាប់ភ្លើងវិញ្ញាណមានជីវិតរបស់គេត្រូវបានរលាយបាត់ទៅភ្លាមៗទាំងស្រុងបែបនោះបន្ទាប់មកគេក៏បានងើយសម្លឹងមើលទៅកាន់បាតដៃដ៏ធំសម្បើមដែលកំពុងតែធ្លាក់ចុះមកពីលើមេឃក្នុងខណៈពេលដែលគេបានបន្ថែមល្បឿនឲ្យកាន់តែលឿនជាងមុនចំណែកឯល្បឿននៃក្រុមរបស់ស៊ីវយៀនក៏បានកើនឡើងយ៉ាងខ្លាំងផងដែរក្នុងខណៈពេលដែលបាតដៃដ៏ធំសម្បើមមួយនោះកំពុងតែចាប់តម្រង់មកកាន់ពួកគេបន្ទាប់មកពួកគេទាំងអស់គ្នាក៏បានគេចផុតពីការវាយប្រហារមួយនោះដោយប្រផិតប្រផៅជាទីបំផុតបានចឹងកន្លែងហ្នឹង admin ចង់បញ្យល់បងប្អូនបន្តិចដំបូងឡើយអាបាតដៃហ្នឹងវាបានទះទៅលើសត្វបិសាចដែលព្រឹទ្ធាចារ្យសិនណុំបញ្ចេញមកដើម្បីវាយប្រហារទៅលើហ៊ុនយៀនចឹងណាក៏ប៉ុន្តែអាធម្មពលខ្យល់ដែលនៅសល់ពីការវាយប្រហារហ្នឹងគឺវាបានធ្វើឲ្យក្រុមរបស់ស៊ីវយៀនខ្ទាតថយទៅក្រោយអស់ជាច្រើនម៉ែត្រអាហ្នឹងគ្រាន់តែជាធម្មពលខ្យល់នោះទេចំណែកឯបាតដៃមួយហ្នឹងវាក៏មិនតាន់បានរលាយបាត់ដែរដោយវានៅតែបានហក់បន្តសម្រុកមកកាន់ក្រុមរបស់ស៊ីវយៀនចឹងណាចឹងហើយក្រុមរបស់ស៊ីវយៀនក៏បានប្រើល្បឿនយ៉ាងលឿនខ្លាំងមែនទែនដើម្បីគេចឲ្យផុតពីការវាយប្រហារដោយបាតដៃមួយហ្នឹងបាទឥឡូវយើងបន្តសាច់រឿងទៀតមកក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយពួកមនុស្សដែលមកតាមពីក្រោយក្រុមរបស់ស៊ីវយៀនហ្នឹងគឺមិនមានសំណាងល្អនោះទេស្ថិតនៅក្រោមការវាយប្រហារដោយបាតដៃដ៏ធំសម្បើមមួយនោះសូម្បីតែបរិសុទ្ធប្រយុទ្ធផ្កាយមួយក៏នឹងត្រូវខ្លាយទៅជាអពលោហិតភ្លាមៗតែម្ដងនៅពេលដែលពួកគេបានប៉ះត្រូវជាមួយនឹងការវាយប្រហារដោយបាតដៃមួយនោះស៊ីវយៀនគឺមិនមានពេលវេលាច្រើនដើម្បីទៅខ្វាយខ្វល់អំពីសម្រែកដែលពោពេញទៅដោយការឈឺចាប់របស់ពួកមនុស្សដែលស្ថិតនៅខាងក្រោយក្រុមរបស់គេនោះទេដោយនៅពេលនេះកែវភ្នែករបស់គេគឺបានសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ទៅលើរាងកាយរបស់ហ៊ុនយៀនដែលនៅខាងលើមេឃព្រោះថាចៃដន្យអីរាងកាយរបស់គេម្នាក់នោះគឺបានមកបង្ហាញខ្លួនឡើងនៅទីកន្លែងដែលរបាំងអវកាសបានប្រេះបែកបើនិយាយឲ្យចំទៅប្រសិនបើពួកគេចង់ចាប់ហែកនៅរបាំងអវកាសមួយនោះឲ្យរបើកឡើងពួកគេគឺត្រូវតែយកឈ្នះទៅលើអាតាកញ្ចាស់ម្នាក់នេះសិនក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការដែលចង់យកឈ្នះទៅលើអិសរាជជនដ៏ខ្លាំងម្នាក់ដែលស្ថិតនៅក្នុងកម្រិតបរិសុទ្ធប្រយុទ្ធផ្កាយ7ថ្នាក់កំពូលវាគឺពិតជាមានការលំបាកខ្លាំងណាស់សម្រាប់ស៊ីវយៀននៅក្នុងពេលបច្ចុប្បន្នស្ដេចខាងជើងកៅភ្នែករបស់ស៊ីវយៀនបានបញ្ចេញពន្លឺបន្តមកគេក៏បានចាប់បោះរាងកាយរបស់យ៉ាវធានឲ្យទៅកាន់យ៉ាវឡៅបន្តមកការគិតមួយក៏បានកើតមានឡើងនៅក្នុងចិត្តរបស់ស៊ីវយៀនហើយអាយ៉ងស្ដេចខាងជើងដែលប្រៀបបានទៅនឹងរូបចម្លាក់ដែលស្ថិតនៅពីខាងក្រោយខ្នងរបស់គេនោះក៏បានប្រែរូបរាងទៅជាពន្លឺពណ៌ខ្មៅហើយក៏បានបាញ់សម្រុកចូលទៅខាងមុខដោយគ្មានការរែរែកនៅក្នុងចិត្តសូម្បីតែបន្តិចណាឡើយនៅពេលដែលមានកម្លាំងខ្យល់ដែលពោពេញទៅដោយថាមពលដ៏គួរឲ្យភ័យខ្លាចក៏បានបាញ់សម្ដៅទៅកាន់ហ៊ុនយៀននៅក្នុងគណៈពេលនេះតើនេះគឺជាអាយ៉ងមែនទេមានការភ្ញាក់ផ្អើលមួយបានកើតមានឡើងនៅក្នុងចិត្តរបស់ហ៊ុនយៀនក្នុងគណៈពេលដែលគេកំពុងតែប្រឈមមុខជាមួយនឹងការវាយប្រហារដ៏មុតស្រួចពីអាយ៉ងស្ដេចខាងជើងយ៉ាងណាមិញសូម្បីតែគេដែលជាបិសាចចំណាស់ដែលមានបទពិសោធន៍ប្រយុទ្ធនៅក្នុងសមរភូមិរាប់មិនអស់ទៅហើយនោះក៏មិនងាយនឹងបានឃើញនៅអាយ៉ងដែលមានឥទ្ធិពលដ៏ខ្លាំងហើយនឹងមានបទពិសោធន៍នៅក្នុងការប្រយុទ្ធដ៏អស្ចារ្យបែបនេះនោះដែរបើមើលទៅរាងកាយរបស់វាគឺពិតជាមានភាពរឹងមាំខ្លាំងពិតមែនក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអាយ៉ងគឺនៅតែជាអាយ៉ងដដែលបើទោះបីជាហ៊ុនយៀនមានការភ្ញាក់ផ្អើលនៅក្នុងចិត្តបន្តិចក៏ដោយក៏ប៉ុន្តែគេក៏មិនបានដកថយត្រឡប់ទៅវិញនោះដែរមានកម្លាំងធាតុដ៏ធំគឺបានផ្ទុះចេញមកពីរាងកាយរបស់គេហើយជាមួយនឹងការក្រវាសដៃអាឡើងបន្តិចកម្លាំងធាតុទាំងអស់នោះក៏បានប្រែក្លាយទៅជាបាតដៃធម្មពលដ៏ធំមួយមុនពេលដែលវាបានចូលទៅបំបុកជាមួយនឹងការវាយប្រហាររបស់ស្ដេចខាងជើងបានយ៉ាងងាយស្រួលប៉ាំង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 មានខ្យល់គួចនៃធម្មពលគឺបានផ្ទុះឡើងក្នុងគណៈពេលដែលហ៊ុនយៀនបានប្រើប្រាស់នៅបាតដៃធម្មពលរបស់គេសម្រុកវាយទៅខាងមុខហើយឥទ្ធិពលនៃការវាយប្រហារដោយកម្លាំងធាតុដ៏ខ្លាំងក្លារបស់គេនោះគឺពិតជាបានធ្វើឲ្យស្ដេចខាងជើងត្រូវទទួលរងនឹងការបរាជ័យក្នុងគណៈពេលដែលវាត្រូវបានខ្ទាតទៅខាងក្រោយជាបន្តបន្ទាប់មានស្លាកស្នាមជម្រៅប្រមាណជាកន្លះអ៊ីងត្រូវបានបង្ហាញឡើងនៅលើរាងកាយរបស់អាយ៉ងស្ដេចខាងជើងបើមើលទៅតាមស្ថានភាពមួយនេះវាគឺពិតជាមានការលំបាកយ៉ាងខ្លាំងសម្រាប់អាយ៉ងស្ដេចខាងជើងដែលចង់ទប់ទល់ជាមួយនឹងអ្នកខ្លាំងដែលជាបរិសុទ្ធប្រយុទ្ធផ្កាយ7ថ្នាក់កំពូលម្នាក់នេះលើយីឆាប់ចេញមកស៊ីវយៀនបានបញ្ចេញសម្រែករបស់គេឡើងក្នុងគណៈពេលដែលអាយ៉ងស្ដេចខាងជើងបានប្រើប្រាស់នៅធម្មពលរបស់វាទាំងអស់ដើម្បីធ្វើការរារាំងហ៊ុនយៀនដែលនៅខាងលើក្រោយពេលដែលសម្រែករបស់ស៊ីវយៀនបានមកលើឡើងលើយីវាក៏បានហោះចេញមកពីរាងកាយរបស់គេបន្តមកវាក៏បានរួមបញ្ចូលជាមួយនឹងព្រលឹងរបស់ស៊ីវយៀនយ៉ាងល្អឥតខ្ចោះជាទីបំផុតតាមពីក្រោយនៃការរួមបញ្ចូលគ្នាមួយនោះអណ្ដាភ្លើងផ្កាឈូកបន្សុទ្ធបិសាចក៏បានផ្ទុះចេញមកពីរាងកាយរបស់ស៊ីវយៀនក្នុងគណៈពេលដែលវាបានសាយភីទៅកាន់គ្រប់ទិសដៅទាំងអស់បន្តមករាងកាយរបស់ស៊ីវយៀនក៏ត្រូវបានគ្របដណ្ដប់ទៅដោយស្រទាប់គ្រីស្តាល់ពណ៌ផ្កាឈូកម្ដងទៀតសាច់ឆ្អឹងស្បែកក៏ដូចជាគ្រឿងក្នុងរបស់គេក៏ត្រូវបានគ្របដណ្ដប់ទៅដោយស្រទាប់គ្រីស្តាល់ពណ៌ផ្កាឈូកផងដែរស៊ីវយៀនបានលើកដៃរបស់គេឡើងដោយយឺតៗក្នុងគណៈពេលដែលមានខ្យល់ក្តៅមួយម៉ាត់ពេញត្រូវបានហុយចេញមកពីមាត់របស់គេបន្តមកពាក្យសម្ដីតិចៗរបស់គេក៏ត្រូវបានមកលើឡើងថារាងកាយភ្លើងប្រឡ័យលោកស៊ីវយៀនគឺបានប្រើប្រាស់នៅវិជាគុណដ៏ខ្លាំងក្លាបំផុតរបស់គេនៅក្នុងការវាយប្រហារជាលើកដំបូងតែម្ដងយ៉ាងណាមិញគេពិតជាអាចយល់បានយ៉ាងច្បាស់ថាការវាយប្រហារធម្មតាគឺពិតជាមិនមានប្រយោជន៍នោះទេនៅពេលដែលត្រូវប្រឈមមុខជាមួយនឹងអ្នកខ្លាំងដែលស្ថិត
នៅក្នុងកម្រិតមួយនេះអណ្ដាតភ្លើងផ្កាឈូកកំហឹងព្រះពុទ្ធប្រឡាយលោកសៀវយានបានក្តាប់ដៃរបស់គេភ្លាមក្រោយពេលដែលគេបានលើកដៃឡើងហើយនោះមានអណ្ដាតភ្លើងឋានសួគ៌ចំនួន6ប្រភេទផ្សេងពីគ្នាបានមកបង្ហាញខ្លួនឡើងនៅលើបាតដៃរបស់សៀវយានបន្តមកពួកវាក៏ចាប់ផ្ដើមរួមបញ្ចូលគ្នាត្រឹមតែមួយប្រភេទផ្នែកប៉ុណ្ណោះពួកវាក៏បានប្រែក្លាយទៅជាផ្កាឈូកអណ្ដាតភ្លើងដែលមានចំនួន6ពណ៌ផ្សេងពីគ្នាដ៏ស្រស់ស្អាតក្នុងខណៈពេលដែលមានចំហាយនៃធម្មពលដែលអាចកំទេចពិភពលោកបានក៏ត្រូវបានបញ្ចេញមកពីវាដោយស្ងាត់ផងដែរចេញទៅដៃរបស់សៀវយានបានកម្រើកក្រោយពេលដែលផ្កាឈូកអណ្ដាតភ្លើងចំនួន6ពណ៌បានកើតចេញជារូបរាងហើយនោះផ្កាឈូកអណ្ដាតភ្លើងប្រឡាយលោកគឺបានបាញ់សម្រុកទៅខាងមុខដែលបាននាំទៅជាមួយនឹងកន្ទុយភ្លើងដ៏ស្រស់ស្អាតក្នុងខណៈពេលដែលវាបានបាញ់សម្ដៅទៅកាន់ហ៊ុនយាននៅក្នុងល្បឿនយ៉ាងលឿនជាទីបំផុតបន្តមកវាក៏បានចូលទៅបំផ្ទុះនៅត្រង់ចំណុចមួយដែលនៅមិនឆ្ងាយប្រមាណពីរាងកាយរបស់ហ៊ុនយាននោះឡើយប៉ាំងការផ្ទុះឡើងនៅធម្មពលដ៏រង្គើមេឃរញ្ជួយដីគឺបានលាស់លឺឡើងនៅជុំវិញបរិវេណមួយនោះទាំងមូលក្នុងខណៈពេលដែលមានខ្យល់ព្យុះអណ្ដាតភ្លើងដ៏កាយសាហាវមួយគឺបានគួចឡើងទៅខាងលើមេឃដែលវានឹងបានធ្វើឲ្យសត្វបិសាចលេបត្របាក់ប្រលឹងដែលស្ថិតនៅក្នុងជុំវិញបរិវេណមួយនេះគឺនឹងត្រូវទទួលរងនឹងការវាយប្រហារដោយរលកធម្មពលដែលបានសាយភាយចេញមកពីខ្យល់ព្យុះអណ្ដាតភ្លើងមួយនោះដែលនឹងធ្វើឲ្យរាងកាយរបស់សត្វបិសាចលេបត្របាក់ប្រលឹងទាំងអស់នោះនឹងត្រូវបានផ្ទុះបែកក្នុងខណៈពេលដែលបានប្រែក្លាយទៅជាអាប់ឈាមភ្លាមមុនពេលដែលពួកវាត្រូវបានរលាយបាត់ទៅនៅក្រោមសីតុណ្ហភាពដ៏ក្តៅបំផុតនោះឯងពិតជាមានសមត្ថភាពក្រាន់បើមែនក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយបើសិនជានេះគឺជាសញ្ញាបៀចុងក្រោយរបស់ឯងនោះឯងគួរតែប្រគល់គុជព្រះបុរាណធូស៊ឺមកឲ្យយើងតាមសម្រួលទៅដល់ពេលនោះយើងនឹងអនុញ្ញាតឲ្យឯងស្លាប់ឲ្យបានស្រួលបំផុតព្យុះភ្លើងគឺបានបោកបក់នៅខាងលើមេឃក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសំឡេងដែលត្រជាក់ដូចជាតកករបស់ហ៊ុនយានគឺបានបន្លឺឡើងចេញមកពីព្យុះភ្លើងមួយនោះដដែលមនុស្សគ្រប់គ្នាគឺសិតតែអាចមើលឃើញនៅផ្សែងពណ៌ខ្មៅដែលបានហុយនៅចំកណ្ដាលនៃព្យុះភ្លើងមួយនោះដោយវាពិតជាអាចទប់ទល់ជាមួយនឹងព្យុះភ្លើងដ៏កំណាចមួយនេះបានពិតមែនហ៊ុនយានបានបោះជំហានដើរកាត់លំហអាកាសដែរទទេនៅចំកណ្ដាលនៃអាពណ៌ខ្មៅទាំងអស់នោះគេបានបោះជំហានដើរទៅខាងមុខម្ដងមួយជំហានហើយសម្លៀកបំពាក់របស់គេបានរសាត់ឡើងបើទោះបីជាវាមិនមានខ្យល់ក៏ដោយក្នុងខណៈពេលដែលទឹកមុខរបស់គេគឺបានបង្ហាញចេញនូវភាពស្រអាប់ហើយនឹងខ្មៅងងឹតទឹកមុខរបស់សៀវយានក៏មានការប្រែប្រួលបន្តិចផងដែរនៅពេលដែលគេបានមើលឃើញថាហ៊ុនយានមិនមានរបួសសូម្បីតែបន្តិចណានោះយ៉ាងណាមិញនេះគឺជាលើកដំបូងហើយដែលគេបានប្រើប្រាស់នៅអណ្ដាតភ្លើងផ្កាឈូកកំហឹងព្រះពុទ្ធប្រឡាយលោកចេញពីរាងកាយភ្លើងប្រឡាយលោករបស់គេទៅដល់ចំណុចកំពូលបែបនេះហើយដូច្នេះហើយគេពិតជាមិនធ្លាប់រំពឹងទុកឡើយថាវាបែរជាមិនអាចធ្វើឲ្យហ៊ុនយានមានរបួសសូម្បីតែបន្តិចណាសោះបែបនេះហើយដូច្នេះហើយធម្មពលរបស់បរិសុទ្ធប្រយុទ្ធផ្កាយ7ថ្នាក់កំពូលវាគឺពិតជាគួរឲ្យខ្លាចពេកហើយចំហាយនៃធម្មពលរបស់គេម្នាក់នោះគឺមិនមានលំនឹងនោះទេហើយដូច្នេះហើយការវាយប្រហាររបស់ឯងនាពេលមុននេះក៏អាចធ្វើឲ្យគេរងរបួសបន្តិចបានដែរហើយក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយវានៅតែមិនទាន់គ្រប់គ្រាន់ដើម្បីធ្វើឲ្យគេរងនៅរបួសធ្ងន់បានឡើយព្រះធេចាសនងបាននិយាយចេញជាមួយនឹងទឹកមុខដ៏ស្រអាប់សៀវយានពួកយើងត្រូវតែប្រញាប់ចាក់ចេញពីទីកន្លែងនេះឲ្យបានលឿនបំផុតបើមិនអញ្ចឹងនោះទេប្រសិនបើពួកអ្នកខ្លាំងនៃគ្រួសារត្រកូលយ៉ាវត្រូវបានកម្ចាត់ចោលអស់នោះពួកយើងគឺប្រកាសជាលំបាកក្នុងការដែលចង់ចាក់ចេញពីទីកន្លែងមួយនេះជាមិនខានយ៉ាវឡៅបាននិយាយចេញជាមួយនឹងពាក្យសម្ដីធ្ងន់ក្រោយពេលដែលបានស្ដាប់ឮដូច្នេះហើយសៀវយានគេក៏បានងក់ក្បាលជាការយល់ព្រមបន្តិចផងដែរកែវភ្នែករបស់គេគឺបានសម្លឹងមើលទៅកាន់ហ៊ុនយានដែលកំពុងតែមានស្នាមញញឹមនៅលើផ្ទៃមុខដ៏ត្រជាក់របស់គេក្នុងខណៈពេលដែលសៀវយានគេបាននិយាយឡើងថាលោកព្រះធេចាសនងយ៉ាវធានសូមអ្នកទាំងពីរឲ្យខ្ញុំខ្ចីអណ្ដាតភ្លើងឋានសួគ៌ចេញពីរាងកាយរបស់អ្នកទាំងពីរសិនមកក្រោយពេលដែលបានស្ដាប់ឮដូច្នេះហើយយ៉ាវធាននិងព្រះធេចាសនងគឺពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយពួកគេគឺមិនមានពេលវេលាច្រើនដើម្បីងឿងឆ្ងល់អំពីបញ្ហាមួយនេះនោះទេហើយដូច្នេះហើយភ្លាមនោះព្រះធេចាសនងក៏បានប្រគល់នៅឈើច្រត់របស់គាត់ឲ្យទៅកាន់សៀវយានក្នុងខណៈពេលដែលយ៉ាវធានក៏បានបញ្ចេញនៅអណ្ដាតភ្លើងឋានសួគ៌របស់គេឲ្យទៅកាន់សៀវយានផងដែរដែលនោះគឺជាអណ្ដាតភ្លើងវិញ្ញាណអណ្ដើកធរណីដៃម្ខាងរបស់សៀវយានបានកាន់ឈើច្រត់របស់ព្រះតេចាសនងក្នុងគណៈពេលដែលដៃម្ខាងទៀតរបស់គេក៏បានកាន់ទៅលើអណ្ដាតភ្លើងវិញ្ញាណអណ្ដើកធរណីរបស់យ៉ាវធានបន្តមកស្រាប់តែមានការគិតមួយបានកើតមានឡើងនៅក្នុងចិត្តរបស់គេក្នុងគណៈពេលដែលគេបានបញ្ចេញសម្រេចឡើងថាឆ្កែកញ្ចាស់អំបាញ់មិញគ្រាន់តែជាតង់ទី1តែប៉ុណ្ណោះលើកនេះយើងនឹងដាក់តង់ទី2ឲ្យទៅឯងត្រៀមខ្លួនឲ្យហើយទៅបានអញ្ចឹងពាក្យសម្ដីរបស់សៀវយានកន្លែងហ្នឹងគឺជាការបន្ថែមរបស់ admin នោះទេបាទគឺអត់មាននោះឡើយបាទគ្រាន់តែ admin ចង់ឲ្យបងប្អូនទាំងអស់គ្នាបានសើចអញ្ចឹងណាបាទសូមអរគុណចឹងវីដេអូរបស់យើងក៏សូមស្លេះត្រឹមប៉ុណ្ណេះសិនរងចាំតាមដានទស្សនានៅភាពបន្តហើយភាពបន្តហ្នឹងគឺប្រកាសជាព្រឺព្រួចញ័រពីចុងជើងរហូតដល់ចុងសក់ហើយបាទព្រោះថាវាគឺជាអណ្ដាតភ្លើងផ្កាឈូក8ពណ៌បាទហើយដូចគ្នាដែរសម្រាប់បងប្អូនដែលមានបញ្ហាសុខភាពមាត់ធ្មេញបងប្អូនអាចអញ្ជើញទៅត្រួតពិនិត្យព្យាបាលនៅឯពេទ្យធ្មេញខ្មែរធីបានដែល
នៅទីនោះគាត់ទទួលព្យាបាលថ្មិញដាក់ថ្មិញពុតថ្មិញដាំបង្គោលថ្មិញហើយនិងសេវាកម្មជាច្រើនផ្សេងៗទៀតចឹងបើសិនជាបងប្អូនមានបញ្ហាសុខភាពមាត់ថ្មិញសូមកុំភ្លេចពេទ្យថ្មិញខ្មែរធីបាទហើយដូចគ្នាដែរមុននឹងបញ្ចប់វីដេអូ admin ក៏សូមថ្លែងអំណរគុណទៅកាន់បងប្អូនដែលក៏បានជួយឧបត្ថម្ភដល់ admin ផងដែរដោយបងប្រុសទីមួយក៏មានឈ្មោះថាបងប្រុសវីរៈក៏បានឧបត្ថម្ភដល់ admin ចំនួន$2ហើយក៏បាននិយាយថា for coffee បងចឹងគឺពិតជាអរគុណបងខ្លាំងមែនទែនដែលបានប៉ាវកាហ្វេបាទហើយចំណែកបងប្រុសបន្ទាប់ក៏មានឈ្មោះថាបងប្រុសភីរុនក៏បានឧបត្ថម្ភដល់ admin ចំនួន$1ចឹងគឺពិតជាអរគុណបងប្រុសខ្លាំងមែនទែនបាទចំណែកបងប្រុសបន្ទាប់ទៀតក៏មានឈ្មោះថា AMKHEMR ដែលក៏បានជួយឧបត្ថម្ភដល់ខ្ញុំចំនួន4សេនបាទអញ្ចឹងខ្ញុំអត់ដឹងថាគួរអានឈ្មោះរបស់គាត់យ៉ាងម៉េចនោះទេអានអត់ចេញបាទអញ្ចឹងក៏សូមការអធិស្ឋានពីបងផងដោយសារតែខ្ញុំអានអត់ចេញបាទហើយក៏សូមអរគុណបងផងដែរដែលបានជួយឧបត្ថម្ភគាំទ្រចំណែកឯអ្នកចុងក្រោយក៏មានឈ្មោះថា Brother Wan Chai ដែលគាត់គឺជាព្រឹទ្ធាចារ្យនៅក្នុងបករបស់យើងបាទហើយក៏បានជួយឧបត្ថម្ភដល់ admin ចំនួន$2បាទអញ្ចឹងគឺពិតជាអរគុណលោកព្រឹទ្ធាចារ្យ Wan Chai ខ្លាំងមែនតើបាទអញ្ចឹងខ្ញុំពិតជាអរគុណបងទាំងអស់គ្នាខ្លាំងមែនតើដែលបានឧបត្ថម្ភគាំទ្រមកកាន់រូបខ្ញុំបាទសូមជូនពរឲ្យបងទាំងអស់គ្នារកទទួលទានមានបានសុខភាពល្អសំណាងល្អប្រកបការងារអ្វីបានសមសម្រេចដោយសេចក្តីប្រាថ្នាបាទហើយសម្រាប់អ្នកដែលអត់តាមមានគូសូមឲ្យឆាប់ដល់គូបាទបាទហើយដូចគ្នាដែរខ្ញុំក៏សូមអរគុណទៅកាន់បងប្អូនទាំងអស់គ្នាខ្លាំងមែនតើដែលបានចំណាយពេលវេលាដ៏មានតម្លៃមកតាមដានស្ដាប់វីដេអូរបស់ admin បាទអញ្ចឹងអត់មានពីអីច្រើនទេគឺមានតែជូនពរឲ្យបងប្អូនទាំងអស់គ្នារកទទួលទានមានបានសុខភាពល្អសំណាងល្អប្រកបការងារអ្វីបានសមសម្រេចដោយសេចក្តីប្រាថ្នាទៅណាមកណាមានសុខសុវត្ថិភាពគ្រួសារមានសុភមង្គលហើយសម្រាប់អ្នកដែលត្រូវប្រឡងទី12នៅក្នុងឆ្នាំនេះដែលនឹងជិតមកដល់ឆាប់ៗនេះសូមឲ្យទទួលបាននៅនីតិដែលខ្លួនឯងចង់បានបាទចង់បាន A គឺបាន A ចង់បាន B គឺបាន B បាទអញ្ចឹងមានអីច្រើនទេគឺមានតែប៉ុណ្្នឹងហើយក៏សូមអរគុណទៅកាន់អ្នកទាំងអស់គ្នាម្ដងទៀតអញ្ចឹងយើងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ